មនាលភិក្ខុទាំងឡាយពាក្យខាងមុខនៅមានទៀតភិក្ខុពិចារណាឃើញច្បាស់នៅកាយនេះឯងដែលស្ថិតនៅយ៉ាងណាដែលតាំងនៅយ៉ាងណាដោយកំណត់ថាគ្រាន់តែជាធាតុថាក្នុងកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់មនាលភិក្ខុទាំងឡាយបរោះអ្នកពិឃាតគោក្តីកូនសិស្សនៃបរោះអ្នកពិឃាតគោក្តីដែលប៉ិនប្រសពគប្បីពិឃាតគោហើយរំលែកជាចំណែកអង្គុយនៅទៀបផ្លូវធំបែកជា4មានឧបមាដូចម្ដេចមិញមនាលភិក្ខុទាំងឡាយភិក្ខុពិចារណាឃើញច្បាស់នៅកាយនេះឯងដែលស្ថិតនៅយ៉ាងណាដែលតាំងនៅយ៉ាងណាដោយកំណត់ថាគ្រាន់តែជាធាតុដូច្នោះថាក្នុងកាយនេះមានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់មានឧបមាដូច្នោះឯងភិក្ខុពិចារណាឃើញនៅកាយក្នុងកាយជាខាងក្នុងដោយកំណត់ថាជាធាតុ4ជាប្រក្រតីគ្រប់អរិយាបថទាំង4យ៉ាងនេះឯងចប់ធាតុមនសិការៈពុព្វសូមជ្រះថ្លាអនុមោទនា